វគ្គនេះបង្ហាញពីត្រីខុយដែលមានសំណាងបានការដើរដំណើររបស់គាត់បានធ្វើរឿងនេះតាក់ទងនឹងឪពុកខ្ញុំគាត់បានបាត់ជើងតូចចេញពីទឹកនំក្មេងប្រុសហើយបានរកប្រាក់ដែលបានប្រគល់ឲ្យគ្រួសារសំណាងល្អប៉ាខ្លាចខ្លាំងណាស់គាត់ក៏ឡើងរបស់ខ្ញុំបានដួលហើយខ្វិនហើយបន្ទាប់មកគាត់បានមកវិញតែចំបងប្រុសបើបានខាត់បងទឹកប្រាក់យ៉ាងច្រើនលើការវិនិយោគរបស់បងប្រុសទី2របស់ខ្ញុំនៅក្រោមដីគាត់បានបុកជាមួយខ្មោចនៅក្នុងយានដ្ឋានហើយបានរកទី3ជួបជាមួយអ្នកស៊ើបអង្កេតខ្លាំងខ្លាចចុះអាទិលេខាលើកិច្ចសន្យាបម្រើនៅពេលដែលចំនួនដងនៃសំណាងអាក្រក់កើនឡើងហើយទីបំផុតប៉ាក៏ដឹងខ្លួនដូច្នេះតើមានអ្វីកើតឡើងវាបង្ហាញថានៅក្នុងជីវិតមុនរបស់នាងក្មេងស្រីល្អពីត្រីក៏ជួយឪពុកម្ដាយជាអ្នកមានបំផុតជួយបងប្រុសរបស់អ្នកឲ្យខ្លាយជាទ្រព្យសម្បត្តិដ៏ច្រើនសន្ធឹកសន្ធាប់មួយបានជួយឲ្យជាអ្នកជំនាញនៃរបស់គាត់ខ្លាយជាហើយក៏ជួយមនុស្សរបស់ខ្ញុំបានខ្លាយជាតារាល្បីក្នុងវិស័យអ្នកដែលកើតមកមានសំណាងអាក្រក់ប៉ុណ្ណោះកូនស្រីចិញ្ចឹមព្រោះគ្មានសាច់ញាតិឈាមត្រីខុយដល់សំណាងដែលមិនអាចបានកូនស្រីបានប្រឡងធ្លាក់ចូលរៀនមហាវិទ្យាល័យនៅអាយុបានធ្លាក់ចូលឈឺហើយខ្វិននៅអាយុ20ឆ្នាំនៅទីបំផុតគាត់បានស្លាប់យ៉ាងសោកសៅនេះនៅក្បែរចិញ្ចើមផ្លូវហើយមុនពេលនាងស្លាប់ទម្លាក់កំហុសទាំងអស់ទៅលើក្មេងស្រីឧត្តមភាពក្រុមគ្រួសារនឹងប្រាសិទ្ធសម្រាប់កូនស្រីចិញ្ចឹមរបស់នេះអាស្រ័យលើក្មេងស្រីខ្ញុំគិតថានាងចំណែននឹងកូនស្រីចិញ្ចឹមហើយជាមូលហេតុដែលគាត់មិនចិត្តណាស់នាងបានផ្ដល់ឲ្យនាងនៅសំណាងល្អហើយនាងបានតែស្មារតីគ្រួសារបានខ្លាចជាគោលនៃភាពអាត្មានិយមនៅក្នុងមាត់របស់នោះត្រូវបានបងប្រុសរបស់គាត់វាឲ្យសន្លប់នៅទីបានហុកចិញ្ចាំផ្លូវនៅខាងផ្លូវក្មេងនោះជប់ដកដង្ហើមហើយបើកភ្នែកម្ដងទៀតក្មេងស្រីដែលមានភ្នែកនេះពិតជាបានត្រូវថ្ងៃនេះក្មេងស្រីនៃជីវិតនេះបានធ្វើការសម្រេចចំណងមកនៅសំណាងល្អដល់គ្រួសារទាំងមូលម្ដងទៀតទេដូច្នេះក្មេងស្រីនោះបានជំនួសឪពុករបស់នាងដោយឈ្មោះនៅលើមុខរបស់គាត់មនុស្សគ្រប់គ្នាក៏មានអារម្មណ៍ដែរចម្លែកណាស់ព្រោះម្ចាស់ធ្លាប់និយាយថាក្មេងស្រីកើតមកមានសំណាងសុខភាពល្អនាំមកនៅសំណាងល្អដល់គ្រួសារទាំងមូលតែធ្វើបង្កបញ្ហានៅពេលនេះប៉ុន្តែនៅក្នុងក្រសែភ្នែកកូនស្រីចិញ្ចឹមព្រះអង្គស្រីរបស់នាងវាមិនបាននាំមកនៅសំណាងល្អដល់មនុស្សគ្រប់គ្នាទេប្រហែលជាវាជាមន្តស្នេហ៍คล้ายនៅក្នុងគ្រួសារនេះការចិញ្ចឹមកូនស្រីគឺជារឿងតែមួយដ៏សំខាន់របស់គ្រួសារនាង3បងប្រុសច្បងចំណាយពេលរាល់ថ្ងៃមើលការផ្លាស់ប្ដូរភេទស្រីសម្រាប់តែទីរោគទឹកនឹងក្មេងស្រីនោះបានប្រាវីជាផ្ទះម៉ាស្កូតុបតែងក្មេងស្រីម្នាក់រំលឹកពីសោកនាដកម្មនៃជីវិតអតីតកាលរបស់ខ្ញុំចេញពីឆាកខ្ញុំបានមើលពួកគេទាំង4នាក់ផ្អែកលើទំនាក់ទំនងបងប្អូនរបស់គាត់មើលទៅច្រើនកូនស្រីចិញ្ចឹមដែលថប់ដង្ហើមទើបតែផឹកគាត់បានក្អួតចេញបន្ទាប់ពីត្រូវទឹកពេលនាងចេញមកភ្លាមក្មេងស្រីនោះក៏ផ្ទុះសំណាញ់បានតាក់ទាញបងប្រុសរបស់ខ្ញុំដោយមិនដឹងស្មានដល់ខឹងយ៉ាងខ្លាំងហើយហៀបនឹងចូលយើងបង្រៀនមេរៀនមួយដល់រឿងអាស្រូវនេះគាត់បានដួលពាក់កណ្ដាលផ្លូវហើយដួលមកលើដីជាសំណាងល្អឪពុកខ្ញុំបានមកដល់នៅពេលដ៏សំខាន់ខ្ញុំបានឃើញឪពុកខ្ញុំយកមរតកគ្រួសារចេញវាត្រូវបានដឹកដោយក្មេងស្រីឈ្មោះឈីវខ្ញុំមិនដឹងអ្វីទាំងអស់អំពីគម្រោងគាត់មិនបានប្រើកម្លាំងអ្វីទាំងអស់គ្រាន់តែវាជាដោយចៃដន្យអារម្មណ៍របស់ឪពុកចំពោះកូនស្រីតែការរើសអើងក៏មិនបានថយចុះដែរខ្ញុំបានទិញមួយតម្លៃ2លានដោយផ្ទាល់ខ្ញុំបានឲ្យខ្សែនាងជាអំណោយដូច្នេះនៅក្នុងថ្ងៃបន្ទាប់មានតែក្រុមគ្រួសារគួរតែអានវាឲ្យក្មេងស្រីជូនពលកូនស្រីចិញ្ចឹមរបស់នាងឲ្យស្រីនោះនឹងស្រក់ទឹកភ្នែកបន្ទាប់មកគ្រួសារទាំងមូលចាប់ផ្ដើមមានសំណាងបានចុះទៅជាន់ក្រោមហើយធ្វើការបំបែកខ្លួនបានរមួលក្នុងហើយត្រូវពលឺថ្ងៃច្រើនត្រូវបានបំផ្លាញដោយសម្បុកខ្មុំរងដែលជាដៃគូរបស់បងប្រុសច្បងបានចូលពាក់ព័ន្ធបានរត់គេចខ្លួនជាមួយលុយ$20លានហើយបងប្អូននៅក្នុងយានដ្ឋានចតរថយន្តរបស់គាត់រងរបួសហើយប្អូនប្រុសទី3របស់គាត់ស្ថិតនៅដងខ្លាំងខ្លាយជំពាក់ប្រាក់យ៉ាងជ័យដែលមានអត្រាការប្រាក់ខ្ពស់រួមជាមួយនឹងសំណងកើនឡើងហើយប៉ាទីបំផុតខ្ញុំបានដឹងថាបញ្ហានោះជាអ្វីកូនស្រីចិញ្ចឹមនោះរឹងមាំហើយធ្វើពុតភ្លាមគាត់មើលទៅហាក់ដូចជាខឹងសម្បារដោយបង្ហាញសញ្ញាគាត់បាននិយាយថាខ្ញុំបានអូសមនុស្សគ្រប់គ្នាចុះមកបន្ទាប់មកគាត់បានសម្រេចចិត្តរត់ចេញពីផ្ទះហើយមិនចង់ក្លាយគ្នាគាត់ក៏រើសលំពេងឡើងវិញបារបស់គាត់ចង្អុលទៅស្ត្រីស្លូតក្មេងនោះជឿថានាងបានគ្រប់គ្រងផ្ទះនោះពោលឲ្យអ្នកភូមិជួបតែសំណាងល្អនោះហើយខ្ញុំបានលើកនេះគាត់បានទូរស័ព្ទទៅអ្នកចាស់ទុំភ្លាមលោកម្ចាស់គឺលោកម្ចាស់ហើយដែលបាននិយាយថាសកុមារអាចនាំមកនៅរឿងល្អដល់គាត់ចង់ឃើញថាតើរឿងនេះជាអ្វីមានរឿងអ្វីកើតកំពុងរងចាំមេលេចឡើងពេលគាត់និយាយបែបនេះគ្មានអ្នកណាជឿគាត់ទេប៉ុន្តែទោះជាយ៉ាងណាក៏ដោយគ្រូបង្រៀនបាននិយាយថាតែនាងជាហូរនាំមកនៅសំណាងល្អឥឡូវនេះអ្នកកំពុងបង្ខំនាងឲ្យធ្វើនេះគឺដើម្បីជួយស្ត្រីបរទេសរូបនេះវាបានដូរសំណាងរបស់គាត់បានស្គាល់ស្ត្រីបរទេសនោះភ្លាមរំពាត់ដោយធម្មពលអាក្រក់និកាយខាងក្នុងវាងឹតសូនអញ្ចឹងគ្មានសង្ឃឹមក្នុងការជួយសង្គ្រោះវាទេខ្ញុំបានឮថាប៉ាបានជូនពរដល់មនុស្សគ្រប់គ្នាឲ្យស្លាប់បទបញ្ជានេះតម្រូវឲ្យពួកគេដាច់ខាតមិនអនុញ្ញាតអ្នកមិនត្រូវប៉ះក្មេងស្រីពេលនាងយំជាដាច់ខាតនាងមានម្រាមដៃមួយ
ប៉ុន្តែស្ត្រីបរទេសនោះស្អប់ក្មេងស្រីនោះច្រើនណាស់ដែលនាងចេតនាយកស្ត្រីពីអ្នកមើលថែក្មេងដកទឹកដោះគោទីរកធ្វើពុតជាយកវាមកដោយខ្លួនឯងចិញ្ចឹមប្អូនស្រីរបស់នាងប៉ុន្តែតាមពិតនាងមិនដែលចាំពីនាងគាត់បានដាក់ទឹកត្រូវបានចាក់ចេញទាំងស្រុងប៉ុន្តែមិននឹកស្មានទីបន្ទាប់ក្មេងស្រីនោះស្រែកខ្លាចការយំត្រូវបានបន្តដោយសំណាងអាក្រក់បន្ទាប់មកវាបានខ្លាចជាមិនអាចបញ្ជូនបានវាប្រហារមនុស្សគ្រប់គ្នាក្រោយមកប៉ាបានលួងលោមនាងពេញមួយខែទីបំផុតខ្ញុំអាចបញ្ចុះបញ្ចូលក្មេងស្រីនោះឲ្យសេដឹងថាវាជារឿងណានៅថ្ងៃនេះអ្នកមើលថែក្មេងបានធ្វើឲ្យក្មេងស្រីយំប៉ុន្តែប្រាប់ពីអ្វីដែលបានកើតឡើងនៅពេលបានប្រាប់វាទាំងអស់យ៉ាងលម្អិតស្ត្រីបរទេសរូបនេះចង់ដកខ្លួនចេញពីស្ថានភាពនេះគាត់បាននិយាយយ៉ាងរហ័សថាគាត់គ្រាន់តែចង់ទឹកក្មេងស្រីរបស់អ្នកដើម្បីឲ្យក្រុមគ្រួសាររបស់អ្នកបានងាកបានធ្វើបាបក្មេងស្រីនោះព្រោះនាងមិនអាចនិយាយបានពួកគេបំផ្លាញការពិតវាមិនអាចបញ្យល់បានទេថានាងជាក្មេងស្រីខឹងសម្បាយ៉ាងខ្លាំងហើយបានគូដកទឹកបាយអំពីលើកដំបូងដែលគាត់ទៅរកស្ត្រីបរទេសការដាក់ទណ្ឌកម្មរបស់គាត់នឹងធានាថាគាត់នឹងចាក់កូនឲ្យឆ្ងាយនោះនាពេលអនាគតពួកគេមិនដឹងថាក្មេងស្រីនោះនៅក្នុងទីក្រុងពេជ្រគាត់មិនខ្វល់ពីអ្វីទាំងអស់ក៏ដោយមនុស្សដែលមានរដ្ឋធម្មនុញ្ញល្អក៏នឹងសមាជិកគ្រួសារយ៉ាងហោចណាស់ពីដងពួកគេមានសំណាងដរាបណាពួកគេមិនធ្វើពួកអារក្សនឹងមិនស្មោះត្រង់ពេកទេ5ឆ្នាំបានកន្លងផុតទៅដូចនោះហើយឪពុកម្ដាយនៅតែស្លាប់ពាក់កណ្ដាលដើម្បីសន្សំសំចៃថ្លៃជួលផ្ទះគាត់ពិតជាបានរកឃើញអ្នកលក់នំប៉័ងជាមួយចង់សហការជាមួយគាត់ទីកន្លែងដែលត្រូវគ្នាបងប្រុសទី3និងបងប្រុសច្បងរបស់ខ្ញុំក៏ធ្វើបុរសដែលធ្វើអាជីវកម្មវិនិយោគជំពាក់លុយខ្ញុំក្នុងន័យប្រាក់កម្ចីដែលមានអត្រាការប្រាក់ខ្ពស់បងប្រុសទី2កើតមកដោយមិនចាំបាច់ទេអ្វីរបស់អ្នកផ្ទាល់បងប្រុសទី3ដែលចង់ក្លាយជាតារាបានពួកគេនៅតែកំពុងស្កេននៅក្នុងការផ្សាយអ្នករំធាត់ឲ្យស្ត្រីបរទេសកាន់តែអាក្រក់ទៅទៀតគាត់ការប្រឡងធ្លាក់ចូលមហាវិទ្យាល័យមានន័យថាបានប្រឡងសញ្ញាបត្ររបស់វិទ្យាល័យរបស់ខ្ញុំបាន5ពិន្ទុក្មេងស្រីនោះមិនអាចទប់សំណាយបានស្ត្រីបរទេសនោះចង់ភ្លាមគាត់បានលេខឆ្នាំញៀនឲ្យមនុស្សគ្រប់គ្នាបានបញ្ឈប់គាត់យ៉ាងឆាប់រហ័សឲ្យមនុស្សគ្រប់គ្នារងទុក្ខកំដងតែសំណាងអាក្រក់កំពុងបន្តដើម្បីគ្រប់គ្រងស្ត្រីបរទេសណាបងប្រុសទាំង3ពិតជានៅពាក់កណ្ដាលផ្លូវបានបោះក្មេងស្រីនោះចោលដោយសំណាងបានទៅដល់ផ្លូវតូចចង្អៀតដាច់ស្រយាលនាងគួរតែគិតឡើងវិញថាហេតុអ្វីបានជានាងមិនសូមជូនពរនារីបរទេសឲ្យជួបតែសំណាងល្អគ្រប់ពេលវេលាតែអ្នកចាំផ្ទះនៅពេលណាពួកគេបានត្រឡប់ទៅចូលរួមក្នុងព្រឹត្តិការណ៍នេះហើយជប់លៀងខួបកំណើតប៉ុន្តែគ្រាន់តែលេខថាក្មេងស្រីគឺជាអណ្ដូងធម្មជាតិធម្មនឹងផ្ទៃក្នុងហើយកាងពេលពួកគេđãចេញស្រាប់តែមានរថយន្តទំនើបមួយជួបនៅចំពោះមុខនាងនៅពេលនៅចំពោះមុខគាត់ស្ត្រីដែលចុះពីឡានវាជាកន្លែងដែលអាជ្ញាធរមូលដ្ឋានមានអំណាចណាព្យាបាលស្រីហើយក៏ជាអាណាព្យាបាលដ៏ល្បីល្បាញបំផុតផងដែរ